កាន់តំណែងបានត្រឹមតែ100ថ្ងៃសោះលោកដូណាល់ត្រាំបានធ្វើរឿង6យ៉ាងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលគិតត្រឹមថ្ងៃទី30ខែមេសាឆ្នាំ2025នេះតំណែងជាប្រធានាធិបតីអាណត្តិទី2របស់លោកដូណាល់ត្រាំគឺមានរយៈពេល100ថ្ងៃគត់ហើយអំឡុងពេលនេះលោកដូណាល់ត្រាំបានធ្វើរឿង6យ៉ាងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដល់នឹកស្មានមិនដល់តែម្ដងហើយជាពិសេសគឺរឿងបញ្ហាពន្ធគយនឹងតែម្ដងហើយរឿងទី1ដែលលោកត្រាំបានធ្វើនឹងគឺពេលដែលគាត់បានចូលកាន់តំណែងភ្លាមនៅថ្ងៃទី20ខែមករាឆ្នាំ2025ហ្នឹងគឺគាត់បានចុះហត្ថលេខាចំនួន26ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ពិភពលោកជាពិសេសហ្នឹងគឺដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោកនឹងការលើកលែងទោសរបស់ក្រុមកុតកម្មដែលចូលអុកឡុកនៅក្នុងវិមានកាពីតូហើយរឿងទី2ដែលលោកត្រាំបានធ្វើនោះគឺនៅថ្ងៃទី4ខែកុម្ភៈហ្នឹងលោកត្រាំគឺមានបំណងក្នុងការគ្រប់គ្រងតំបន់កាហ្សាហើយរឿងទី3ដែលលោកត្រាំបានធ្វើនោះគឺកាលពីថ្ងៃទី12ខែកុម្ភៈហ្នឹងលោកត្រាំបានទំនាក់ទំនងជាមួយនឹងលោកពូទីនសារជាថ្មីហើយរឿងទី4ដែលលោកត្រាំបានធ្វើនោះគឺនៅថ្ងៃទី28ខែកុម្ភៈហ្នឹងគឺលោកត្រាំបានធ្វើឲ្យលោកសេលិនស្គីនឹងមានការអាម៉ាស់មុខយ៉ាងខ្លាំងហើយរឿងទី5ដែលលោកត្រាំបានធ្វើនោះគឺនៅថ្ងៃទី26ខែមិនិនានេះគឺលោកត្រាំបានបង្ហាញមហិច្ឆតាកាន់កាប់តំបន់ Greenland ដែលឈានដល់ថ្នាក់គម្រាមកំហែងដោយប្រើយោធាទៀតផងហើយរឿងទី6ដែលធ្វើឲ្យពិភពលោកកាន់តែភ្ញាក់ផ្អើលនោះគឺនៅថ្ងៃទី2ខែមេសាហ្នឹងលោកត្រាំបានបញ្ឆេះសង្គ្រាមពន្ធតែម្ដងដោយចាប់ពីថ្ងៃទី2ខែមេសាមកហ្នឹងគឺលោកត្រាំបានដាក់ពន្ធទៅលើប្រទេសនានាជុំវិញពិភពលោកហើយចោទថាប្រទេសទាំងអស់នោះគឺបានទាញផលប្រយោជន៍ពីសហរដ្ឋអាមេរិកហើយវិបត្តិនេះធ្វើឲ្យសេដ្ឋកិច្ចទីផ្សារពិភពលោកគឺមានការដាំក្បាលចុះជាខ្លាំងហើយតម្លៃមាសគឺមានការហក់ឡើងយ៉ាងខ្លាំងទៀតផងចំណែកឯលុយដុល្លារវិញគឺមានការធ្លាក់ចុះចាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាហើយបងប្អូនកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ